Bên bóng ôn comment xua tẹt tông cho mùi nâng thật ta kê phê nâng chỉ ấy kê anh dạy vì việc bàn ọt chẳng ấy chẳng nó không video này đấy bóng ôn cứ thay dơ nâng mà đi dạy kia thật ta với tôi cứ chỉ kê phê nâng hai việc khó kia ổng pi dạ ua dạng đôi mà đây chẳng hưởng tim muối cứ trong prap từ bóng ôn ha bọc buộc kê phê cái đó dạ ua cái đó cứ chia bọc buộc rồi tập phò tại đó cố đấy chlong cắt cả đấy fermentation คือการដែលធ្វើឲ្យវាឡើងមេអញ្ចឹងណាបងប្អូនគ្រាន់តែប្រភេទនិងរបៀបនៃការធ្វើឲ្យឡើងមេហ្នឹងគឺវារៀងខុសគ្នាបន្តិចបន្តួចបើនិយាយឲ្យស្រួលស្ដាប់ទៅ kefir គឺជាយ៉ាអ៊ូដែលរាវហើយអាចផឹកបានបងប្អូនអញ្ចឹងការដែលផលិត kefir ហ្នឹងឡើងគឺគេមានគ្រាប់ kefir បងប្អូនដែលគ្រាប់ kefir ហ្នឹងគេដាក់ទៅក្នុងដោះគោហ្នឹងបណ្ដោះឲ្យវាឡើងមើលដែលគ្រាប់ kefir ហ្នឹងគឺវាមានជាបណ្ដុំរបស់ពពួកបាក់តេរីហើយក៏ដូចជាពពួកផ្សិតនៅក្នុងគ្រាប់ហ្នឹងដើម្បីឲ្យវាបណ្ដុះឡើងមេអញ្ចឹងណាបងប្អូនដែរពួកនេះគឺយើងផ្ដោតទៅលើពពួកដែរផ្ដល់ប្រយោជន៍ដល់សុខភាពរបស់បងប្អូនតែម្ដងចឹងជាទូទៅ kefir ហ្នឹងគឺចេញពីទឹកដោះគោបងប្អូនប៉ុន្តែក្រៅពីដោះគោគឺវាអាចធ្វើពីដូចជាទឹកដូងឬក៏ដូចជាទឹកសណ្តែកឬក៏ទឹកដោះពពែអីហ្នឹងអញ្ចឹងបើបងប្អូនចង់ដឹងថាអូនៅក្នុង cafe ហ្នឹងមានពពួកសារធាតុចិញ្ចឹមអីខ្លះក៏បងប្អូនអាចមើលនៅក្នុងនឹងបានផងដែរគឺមានច្រើនដូចជាពពួកវីតាមីន A វីតាមីន K B12 អីហ្នឹងជាដើមបងប្អូនហើយមានពពួករ៉ែដូចជាម៉ាញ៉េស្យូមអីចឹងហើយមួយទៀតគឺវាមានពពួកប្រូតេអ៊ីនក៏ដូចជាវាផ្ដល់កាឡូរីដល់បងប្អូនហើយជាមួយនឹងពពួក fat នៅក្នុងនឹងដែរអញ្ចឹង cafe ដែលល្អគឺជា cafe ដែលគេអត់ time score ហើយធ្វើពីទឹកដោះគោ whole meal បងប្អូនចាំមកនិយាយទៅបងប្អូន cafe នេះគឺផ្ដល់probiotic ច្រើនខ្លាំងមែនតើអញ្ចឹងបើសិនជាបងប្អូនគិតទៅថាតើអត្ថប្រយោជន៍វាអីគេគឺបងប្អូនអាចទៅមើលក្នុងវីដេអូ probiotic ហ្នឹងនឹងដឹងថាតើអត្ថប្រយោជន៍ probiotic នៃគេគឺវាធ្វើរឿងហ្នឹងឲ្យធ្វើបានល្អទៀតដោយសារវាមានច្រើនអញ្ចឹងណាអញ្ចឹងប្រកាសឲ្យបងប្អូនគឺវានឹងធ្វើឲ្យសុខភាពកាពះពោះវៀនរបស់បងប្អូនគឺល្អប្រសើរក៏ដូចជាការធ្វើឲ្យប្រព័ន្ធភាពស៊ាំហ្នឹងខ្លាំងជាងមុនហើយក៏ដូចជាមានការសិក្សាដែលគេរកឃើញថាវាមានសកម្មភាពប្រឆាំងទៅនឹងមហារីកក៏ដូចជាសម្រួលដល់សម្ពាធឈាមហើយក៏អាចមានអត្ថប្រយោជន៍ដល់បញ្ហា metabolic ផងដែរបងប្អូនដែលបញ្ហា metabolic ហ្នឹងយើងច្រើនតែនិយាយតាក់ទងជាមួយនឹងការបំបែកខ្លាញ់រឿងពពួកស្ករក្នុងខ្លួនអីផ្សេងៗហ្នឹងដែលធ្វើឲ្យមានរឿងធាត់រឿងអីតាក់ទងជាមួយនឹងគ្នាហ្នឹងបងប្អូនអញ្ចឹងតោះបងប្អូនយើងមកនិយាយអំពីយ៉ាអ៊ូម្ដងថាតើវាខុសគ្នាយ៉ាងម៉េចអញ្ចឹងយ៉ាអ៊ូគឺបងប្អូនស្គាល់ច្រើនហើយតាមពិតវាស្តៀងគ្នាប៉ុន្តែវាមានលក្ខណៈខុសគ្នាត្រង់ការផលិតហ្នឹងគឺវាត្រូវបានគេធ្វើឲ្យឡើងមេប៉ុន្តែដោយបាក់តេរីផ្សេងបងប្អូនភាគច្រើនប្រើពពួក Lactobacillus ឬក៏ Streptococcus thermophilus ដែលអាហ្នឹងគឺវាទៅធ្វើអីបងប្អូនគឺវាទៅបំលែងឡាក់តូសរបស់ដោះគោហ្នឹងឲ្យទៅជាអាស៊ីតឡាក់តេកហើយបន្ទាប់មកវាធ្វើឲ្យទឹកដោះគោនោះឡើងខាំហើយអញ្ចឹងទៅគឺវាមានរសជាតិជាយ៉ាអ៊ូហ្នឹងបងប្អូនអញ្ចឹងបាននិយាយពីសារធាតុចិញ្ចឹមដែលមាននៅក្នុងយ៉ាអ៊ូហ្នឹងគឺស្តៀងគ្នាទៅនឹង kefir ដែរបងប្អូនអញ្ចឹងបាននិយាយអំពីបរិមាណ probiotic ដែលមាននៅក្នុង kefir វិញគឺឃើញថាវាមានច្រើនបងប្អូនដល់ទៅ2700កោតនៃ CFU មានន័យថា colony forming unit គឺຂະຫນາດនៃការវាស់វែងពពួកបាក់តេរីហ្នឹងអញ្ចឹងណាបងប្អូនធៀបទៅនឹងយ៉ាអ៊ូដែលមានតែ 3.600 កោត CFU ទេបងប្អូនអញ្ចឹងបើនិយាយទៅគឺឃើញថាវាមានច្រើនទោះបីអូខេយ៉ាអ៊ូច្រើនជាងអាហារផ្សេងដែលយើងញ៉ាំល្មមធម្មតាប៉ុន្តែគឺថាបើធៀបទៅនឹងអាគ្នា probiotic វានឹងឃើញថា kefir គឺមានច្រើនខ្លាំងមែនតើបើសិនជាបងប្អូនចង់បានអត្ថប្រយោជន៍របស់ probiotic ពិតៗគឺប្រកាសជា kefir ហ្នឹងហើយបើនិយាយពីការទិញយ៉ាអ៊ូនៅលើទីផ្សារក៏ឲ្យក៏បងប្អូនអាចមើលដែរថាវាមានពពួកបាក់តេរីក្នុងអត់ព្រោះយ៉ាអ៊ូខ្លះទៅគឺគេនឹងធ្វើការ pasteurize វាចឹងទៅគឺធ្វើឲ្យបាត់បង់នៅពពួកបាក់តេរីមួយចំនួនឬក៏វាងាប់នៅក្នុងហ្នឹងចឹងយើងអត់សូវទទួលបាននៅពពួក probiotic ទេចឹងមិនជាបងប្អូនអាចមើលទៅលើនឹងបានហើយមួយទៀតដែរកាន់តែល្អគឺពពួកដែលគេអត់ time score បងប្អូនចឹងគឺវានឹងល្អចំពោះសុខភាព
មែនតើមិនថាទាំង Kefir ឬក៏យ៉ាអ៊ូយើងអបទៅហៅអីដែលគេអត់ time score បងប្អូនចាអញ្ចឹងអរគុណច្រើនមែនតើបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូហ្នឹងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនគិតថាវីដេអូហ្នឹងគឺវាមានប្រយោជន៍ក្នុងការ raise awareness យល់ដឹងទាំងអស់គ្នាពីអ្វីដែលអាចជួយដល់សុខភាពរបស់បងប្អូនបាននិងមានជំរឿច្រើននៅក្នុងការញ៉ាំនោះគឺថា complete ធ្វើការ like share ក៏ដូចជា subscribe ដល់ Therapy Times ផងណាអញ្ចឹងអរគុណបងប្អូនច្រើនមែនតើយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត